Chà chụp điệp xua để tặng óc nia nhôm sẽ bấu thường ngày đi phòng đáy nhôm nâng mòn dày ống pí ống nát để ca cất với chuẩn bị hay trong nâng mòn dày ống pí bọt bị sao luôn anh tha ta là tập phò này ca cất với chuẩn bị việc phơi dương từ tua ban ở rương là o vậy vậy khla rồi còn là tập phò là vậy khla việc chỉ cá bật đây mình nuôi dương mình nè thờ bậc căn hiệp ở với chuẩn bị chà hai nè để quạt miền hiệp với chuẩn bị can tới trao quạt nâng bật to lù lua có đôi chỉ thưa ao chỉ vật được bao quạt nâng rít chùm ráoឬក៏ទៅដល់គេហៅថាភាពជោគជ័យឬក៏សម្បត្តិរបស់គាត់នឹងបានលឿនចាមូលហេតុអីដោយសារតែភាពវិជ្ជមាននឹងវាធ្វើឲ្យអ្នកមានបើនិយាយពីមនុស្សគាត់ថាមានគេហៅថាកម្លាំងចិត្តនៅក្នុងការតស៊ូក៏ដូចជាគេហៅថាមានជាមួយនឹងសទ្ធាឬក៏ភាពមិនបោះបង់ណាដោយសារអីពេលដែលរឿងអីដែលកើតឡើងមកយើងតែងតែគិតថាអូខេវាមានរឿងល្អចាវាអាចនឹងមានបទពិសោធន៍អីមួយចាទោះជាជួបរឿងមិនល្អក៏ដោយករណីថាជួបបញ្ហាឬក៏ជួបមនុស្សមិនល្អក៏ដោយប៉ុន្តែយើងនៅតែអាចគិតបានថាវាអាចនឹងមានរឿងល្អនៅក្នុងបញ្ហាឬក៏នៅក្នុងឧបសគ្គដែលយើងបានជួបនឹងចាអញ្ចឹងខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាថាតើការគិតវិជ្ជមានហ្នឹងតើផ្ដើមចេញពីអីគេខ្លះចាអញ្ចឹងការគិតវិជ្ជមានគឺវាដូចជាផ្លូវមួយឲ្យយើងបាន control ខ្លួនឯងគ្រប់គ្រងខ្លួនឯងចាមានអីគេខ្លះទី1យើងត្រូវវិជ្ជមានជាមួយនឹងខ្លួនឯងវិជ្ជមានជាមួយនឹងខ្លួនឯងមិនព្រោះមនុស្សម្នាក់បើសិនជាយើងចាប់ផ្ដើមមកយើងអវិជ្ជមានជាមួយខ្លួនឯងយើងគិតថាខ្លួនឯងនឹងអត់សំខាន់ខ្លួនឯងនឹងអត់តម្លៃឧទាហរណ៍ថារូបរាងកាយយើងទាំងមូលហេតុអីបានគេឲ្យយើងពេញចិត្តនឹងរូបរាងកាយរបស់ខ្លួនឬក៏វិជ្ជមានជាមួយនឹងខ្លួនឯងដោយសារពេលដែលយើងមើលខ្លួនឯងទៅយើងពិតជាមានមោទនភាពចាឧទាហរណ៍ថាយើងមិនពេញចិត្តនៅចំណុចណាមួយប៉ុន្តែយើងក៏នឹកអរគុណនៅអ្វីដែលយើងកំពុងមានឧទាហរណ៍ថាខួរក្បាលរបស់យើងគិតថាខួរក្បាលរបស់យើងនឹងអត់មានការចងចាំល្អមិនពូកែដូចគេចាអាហ្នឹងគឺជាភាពអវិជ្ជមានប៉ុន្តែបើសិនជាយើងចាស់កែថាកន្លងមកយើងធ្វើបានរឿងល្អដោយសារតែខួរក្បាលមួយនេះអញ្ចឹងខួរក្បាលមួយនេះវាឲ្យ idea យើងល្អវាតែងតែឲ្យយើងឆ្លងកាត់វាតែងឲ្យគំនិតមកយើងធ្វើគេហៅថាធ្វើការឬក៏ធ្វើដំណើរជីវិតយើងនឹងបានល្អកន្លងមកអញ្ចឹងយើងវិជ្ជមានជាមួយនឹងខ្លួនឯងថាខ្លួនយើងនឹងគឺមានរឿងល្អច្រើនតាំងពីខួរក្បាលតាំងពីភ្នែកតាំងពីមុខតាំងពីមាត់តាំងពីដៃតាំងពីជើងអញ្ចឹងរូបរាងកាយយើងទាំងអស់ហ្នឹងវាសិតតែល្អសម្រាប់យើងវាសិតតែគ្រប់គ្រងឲ្យយើងធ្វើការឬក៏គេហៅថាបំពេញនៅកាតព្វកិច្ចឬក៏ក្តីសម័យរបស់យើងនឹងបានប្រសើរកន្លងមកអញ្ចឹងយើងអត់មានចំណុចណាដែលថាមិនពេញចិត្តជាមួយគាត់ដោយសារបើអត់គាត់គឺយើងមិនអាចធ្វើការទាំងអស់នឹងបានទេមែនទេអ្នកទាំងអស់គ្នាអញ្ចឹងចំណុចដែលអ្នកទាំងអស់គ្នាត្រូវតែវិជ្ជមានបបោបំផុតអានេះសម្រាប់ខ្ញុំឯណាគឺវិជ្ជមានជាមួយខ្លួនឯងពេញចិត្តនឹងខ្លួនឯងសរសើរខ្លួនឯងដើម្បីអីដើម្បីឲ្យយើងជឿជាក់ព្រោះបើសិនជាយើងជឿជាក់ថាអូខេខ្ញុំពេញចិត្តនឹងខួរក្បាលមួយនេះហើយខ្ញុំក៏ជឿថាខួរក្បាលមួយនេះនឹងឲ្យខ្ញុំនៅរឿងល្អគំនិតល្អយោបល់ idea ល្អទៅសម្រាប់គោលដៅឬក៏ក្តីសម័យរបស់ខ្ញុំអញ្ចឹងពេលដែលយើងគិតអីមួយគឺយើងនឹងហ៊ានធ្វើវាដោយសារតែយើងជឿជាក់លើ idea របស់យើងគំនិតរបស់យើងហើយយើង positive ជាមួយនឹងការគិតរបស់យើងនឹងចាភាពវិជ្ជមានមួយទៀតគឺវិជ្ជមានដោយយើងនឹងមិនចំណាយពេលវេលាឬក៏ចំណាយសម្ដីរបស់យើងចាទៅបំផ្លាញមនុស្សជុំវិញខ្លួនទៅនិយាយដើមគេចាទៅវាយប្រហារគេទៅរិះគន់គេទៅបំផ្លាញគេអញ្ចឹងទៅអញ្ចឹងចំណុចទាំងអស់នេះគឺវាសំខាន់ណាស់សម្រាប់អ្នកទាំងអស់គ្នាជាពិសេសអ្នកដែលគាត់ចង់សម្រេចការងារធំអីមួយត្រូវផ្ដើមឲ្យខ្លួនយើងវិជ្ជមានសិនវិជ្ជមានគ្រប់យ៉ាងដែលយើងមើលឃើញហេតុការណ៍ដែលកើតមកក្នុងខ្លួនយើងវាសិតតែធ្វើឲ្យយើងនឹងវិភាគឲ្យតាមទាន់ថាអូខេអាហ្នឹងគឺអាចនឹងល្អអាហ្នឹងគឺអាចនឹងល្អគឺយើងគិតបោករហូតអញ្ចឹងណាអ្នកណាក៏ត្រូវតែធ្វើខ្លួនឲ្យវិជ្ជមានព្រោះភាពវិជ្ជមាននេះវាធ្វើឲ្យយើងនឹងមានធម៌ពលដ៏អស្ចារ្យគឺធម៌ពលខាងក្នុងឲ្យយើងនឹងមានកម្លាំងបន្តដំណើរទៅមុខទៀតព្រោះយើងគិតថាវានៅមានផ្លូវវាមានឱកាសវាមានកន្លែងឲ្យយើងទៅជាពិសេសពេលអ្នកទាំងអស់គ្នាជួបបញ្ហាធំនៅក្នុងជីវិតបើសិនជាយើងអវិជ្ជមានថាយើងទៅមិនរួចរឿងនេះវាអាក្រក់សម្រាប់យើងរឿងនោះវាអាក្រក់សម្រាប់យើងវានឹងមិនមានផ្លូវសម្រាប់យើងគឺយើងបិទឱកាសឲ្យខ្លួនឯងវាអត់អាចឲ្យយើង
នឹងបោះជំហានទៅមុខបានទេព្រោះសូម្បីតែយើងសម័យសូម្បីតែយើងមើលឃើញក៏យើងអត់ហ៊ានមើលទៀតដែរអញ្ចឹងតែបើសិនជាយើងវិជ្ជមានថាអូខេយើងនឹងអាចទៅរួចយើងជឿជាក់លើខ្លួនរបស់យើងជឿជាក់ក្រុមការងាររបស់យើងជឿជាក់មនុស្សជុំវិញខ្លួនយើងដែលជាមនុស្សល្អសូម្បីតែរឿងមិនល្អក៏យើងជឿថាកន្លែងហ្នឹងវាល្អដែរអញ្ចឹងធ្វើឲ្យយើងចេះតែបន្តចាបោះក្តីសម័យបោះការមើលរបស់យើងទៅមុខទៀតហើយយើងអត់បោះបង់អញ្ចឹងជាហេតុដែលធ្វើឲ្យយើងគេហៅថារៀនសូត្របានច្រើនទោះជាបទពិសោធន៍នឹងមិនល្អសម្រាប់យើងក៏យើងគិតថាអូខេវាជាបទពិសោធន៍ហើយយើងទទួលបានបទពិសោធន៍នឹងកែប្រែឬធ្វើឲ្យយើងកាន់តែប្រកែហើយយើងក៏មកអរគុណនៅបទពិសោធន៍ដែលជាបញ្ហាដែលយើងបានឆ្លងកាត់នឹងចានេះគ្រាន់តែជាការចែករំលែករបស់ខ្ញុំហើយខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាវិជ្ជមានឲ្យបានច្រើននៅអ្វីដែលជាគោលដៅរបស់អ្នកទាំងអស់គ្នាព្រោះដោយសារតែគោលដៅមួយគឺវាតែងតែមានឧបសគ្គមករាំងស្ទះតែបើសិនជាមានឧបសគ្គយើងចាត់ទុកថាឧបសគ្គហ្នឹងគ្រាន់តែជាតេស្តសាកល្បងបានថាមកពិសោធន៍យើងតើយើងនឹងពូកែប៉ុណ្ណាតើយើងនឹងឆ្លងកាត់ឧបសគ្គហ្នឹងបានប៉ុណ្ណាសម្រាប់ខ្ញុំពេលដែលឧបសគ្គដែលចូលមកក្នុងជីវិតខ្ញុំប្រាប់ថាអូខេគាត់មានគេមកតេស្តខ្ញុំទៀតហើយគេមកតេស្តខ្ញុំទៀតហើយចង់ដឹងថាខ្ញុំនឹងបកកែប៉ុណ្ណាអាចឆ្លងវាបានអត់ហើយខ្ញុំពិតប្រកបអត់ពួកបើសិនជាយើងជាមនុស្សពិតប្រកបពេលជួបឧបសគ្គយើងនឹងមិនងាយបោះបង់ហើយព្រោះយើងដឹងថាយើង level យើងនៅមុខទៀត level យើងមិនមែននៅចំណុចនេះទេ